ក៏ដូចជាសួស្តីប្រិយមិត្តអ្នកនេះស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមកសម្រាយរឿងតទៀតហើយបន្តមកចូលដល់វីដេអូខ្ញុំតែអ្នកនរគ្នាមិនចិត្តអាក្រក់ចុចមេដៃហើយកុំភ្លេចចុច Sub Channel ខ្ញុំម្នាក់មួយផងយើងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នារឿងរបស់យើងនឹងក៏កាក់មកដល់កន្លែងមួយយើងបានឃើញថាកញ្ញាម្នាក់ហ្នឹងគឺថាបានរត់គេចពីអាប៉ែមួយនោះហ៎រយៈគេហ្នឹងក៏បានលន់មាត់ហើយស្រីម្ចាស់សុំអ្នកនាងបញ្ញារត់ចេញពីទីនេះទៅបើជាខ្ញុំត្រូវស្លាប់នៅទីនេះក៏ដោយប៉ុន្តែអ្នកនាងម្ចាស់នៅពេលដែលរត់រួចបាននោះអ្នកនាងមកសម្លាប់ចោលក្បត់មួយនេះផងនៅពេលអនាគតនោះភ្លាមនឹងមានណាស្រាប់តែប៉ែនឹងចេញមកដល់ក៏បានសោយហើយពុតជាគួរឲ្យចាប់អារម្មណ៍ណាឯងរីរៀងជាមួយនឹងយើងបានដែរមែនទេហើយប៉ែនឹងក៏បានមកតទៀតថាអូនាងគិតថានៅសង្ឃឹមទៅលើឈិនជីសម្រាប់នោះមែនទេខ្ញុំប្រាប់ឲ្យអ្នកបានល្ងងទៅចោខ្ញុំបានបញ្ជូនមនុស្សឲ្យទៅសម្លាប់គាត់រួចទៅហើយតែរឿងរបស់យើងនឹងក៏កាមកដល់កន្លែងថ្មីមួយទៀតហើយយើងក៏បានឃើញថាប៉ែម្នាក់នឹងកំពុងតែមករីកាទៅកាន់ម្ចាស់គេចៅម្នាក់នឹងក៏បានរីកាទៅកាន់ម្ចាស់គេថាចាមើលណែនេះគឺជាដានអាចផ្កាយធ្លាក់គាត់ថាប្រហែលជាអាចផ្កាយធ្លាក់សង្កត់គាត់ស្លាប់ហើយមើលទៅម្ចាស់របស់គេនឹងក៏បានបន្តទៀតហើយអូវាប្រែថាខ្ញុំមកទីនេះគឺថាគ្មានបានការអ្វីទាល់តែសោះមែនទេតែទោះបីជាគាត់ស្លាប់ក៏ដោយខ្ញុំនៅតែអាចបំពេញការងាររបស់ខ្ញុំបានតែភ្លាមនឹងមានណាស្រាប់តែប្រូឈិនរបស់យើងនឹងបានហោះនៅពីក្រោយបាត់ហើយឈិនរបស់យើងនឹងក៏បានបន្តទៀតហើយអូពេលនេះខ្ញុំបានផ្ដល់ជំនាញនៅឧបករណ៍សម្រាប់ឯងហើយដូច្នេះឯងត្រូវតែសម្រាប់ពួកគេប៉ែមេកានឹងក៏បានលន់មាត់ហើយអូឈិនជីតែក៏ពិតឯងនៅរស់ទេអ្នកគ្នានៅទីនេះឈរធ្វើអ្វីឆាប់ទៅសម្រាប់ឈិនជីសម្រាប់ខ្ញុំភ្លាមមានណាស្រាប់តែប្រូឈិនរបស់យើងនឹងក៏បានដាក់សម្ពាធទៅកាន់ពួកគេហើយអូថាសំលេងឆ្កែប្រូទាំងនេះមកពីណាបានធ្វើតាមអ្នកនឹងមានការភ្ញាក់ផ្អើលដែរទៅវាទៅរួចដល់របៀបណាតែមួយចលនាប៉ុណ្ណោះគាត់អាចធ្វើយើងសង្កត់ភ្លាមតែម្ដងជីរបស់យើងនឹងក៏បានរាយការណ៍ទៅកាន់បុព្វបុរសរបស់យើងពាក្យបរោះគាត់គឺជាកូនចៅរបស់ហាងសាគាត់តែធ្វើបោកខ្ញុំនៅពេលដែលខ្ញុំនៅទីនេះតែរបស់យើងលឺបាននេះហើយក៏បានខឹងបន្តិចអូវាប្រែថាឯងធ្វើបាបកូនចៅរបស់ខ្ញុំមែនទេតាមអ្នកនឹងក៏បានលន់មាត់ហើយតើអ្នកចង់ធ្វើអ្វីអូថាខ្ញុំធ្វើអ្វីមែនទេណាក៏ដោយឲ្យតែហ៊ានប៉ះពាល់កូនចៅរបស់ខ្ញុំនោះមិនថាឋានសួគ៌ឬក៏អ្វីក៏ដោយពួកគេនឹងត្រូវដាក់ទោសដោយសារតែខ្ញុំចិនជីឆាប់ទៅសងសឹកភ្លាមទៅអាមេរិករបស់យើងនឹងក៏បានកើក្នុងចិត្តទៀតហើយរឿងនេះវាមិនល្អនោះទេប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានទេនៅចំពោះមុខបរិមម្នាក់នេះនិយាយមិនទាន់ចប់ប្រមាណផងចិនជីរបស់យើងនឹងក៏លេងម៉ាត់មួយដៃបាត់ទៅហើយយើងក៏បានឃើញតែតាមួយនឹងអត់មានអេកឡូជាមួយនឹងចិនជីរបស់យើងទេដាក់តែពីរដៃគឺថាដេកស្ប៉ាភ្លាមតែម្ដងចិនជីរបស់យើងនឹងក៏បានលន់មាត់ទៀតហើយខ្ញុំមានអារម្មណ៍ល្អណាស់នៅពេលដែលខ្ញុំមានអំណាចតាមរបស់យើងនឹងក៏បានបន្តថាអត់អីទេតោះយើងទៅរកហាងសានហើយរឿងរបស់យើងនឹងក៏កាក់មកដល់កន្លែងហាងសានវិញណាហាងសាននឹងក៏បាននិយាយទៀតហើយអូការស្លាប់របស់និកាយរបស់អ្នកនោះទៅវាជារឿងពិតហើយដោយសារតែក្តីសង្ឃឹមរបស់អ្នកត្រូវបានរលត់ចាប់ពីពេលនេះតទៅតែខ្ញុំក៏លេចទៅមើលនាងទៅនាងពិតជាសាណាមិញទុកនាងធ្វើជាប្រពន្ធចុងនិងនាងបំរើដ៏ល្អរបស់ខ្ញុំទៅគឺថាវាល្អជាងនឹងដូនតារបស់យើងនឹងក៏បានចេញមកពីក្រោយហើយអូអាក្មេងតូចឯហ៊ានធ្វើមកក្មេងស្រីនៅកណ្ដាលថ្ងៃត្រង់បែបនេះវាមិនសមរម្យនោះទេធ្វើបែបនេះវាធ្វើឲ្យបាក់មុខទីក្រុងនេះហើយខ្ញុំនឹងអាប៉ែម្នាក់នឹងក៏បានលន់មកហើយអ្នកណាហ៊ានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តបែបនេះលេងមកមើលខាងក្រោយណាក៏គេគិតក្នុងចិត្តហើយអូឈិនជីថាឯងមិនទាន់ស្លាប់ទេហើយអាប៉ែម្នាក់ហ្នឹងក៏បានសើចទៀតហើយវាជាការល្អណាស់ដែលអនុញ្ញាតឲ្យកញ្ញាលីនឃើញឯងស្លាប់នៅក្នុងស្នាដៃរបស់ខ្ញុំតែឯងមកទីនេះឯងគិតថាឯងអាចសង្គ្រោះនាងពីខ្ញុំបានដែរមែនទេជីរបស់យើងហ្នឹងក៏បានបន្តទៀតថាអូឥឡូវនេះខ្ញុំគិតថាខ្ញុំនេះបានខ្លាយទៅជាព្រះនៃសង្គ្រោះបាត់ទៅហើយសិនបើឯងមិនជឿទេឯងក៏លេចមកមើលសម្រាប់ទាំងនេះខ្ញុំបានសង្គ្រោះវាទៅកាន់ជុំរាជបាត់ទៅហើយក៏បានធ្វើប៉ែម្នាក់ហ្នឹងមានការភ្ញាក់ផ្អើលដែរតើវាទៅរួចដល់របៀបណាអ្នកគ្រាន់តែនាងខ្ជិលនៅក្នុងដំណាក់កាលចម្រាញ់ជីប៉ុណ្ណោះអ្នកអាចធ្វើរឿងនេះទៅរួចដល់របៀបណាអូតាមក៏ពើខ្ញុំដឹងហើយតាមក៏ពុតឯងទៅដើររកចោលសក់សនេះដើម្បីមកជួយឯងមែនទេហិនជីរបស់យើងនឹងក៏បានបន្តទៀតហើយអូដោះស្រាយជាមួយនឹងសម្រាប់មួយដុំវាគ្មានអ្វីអស្ចារ្យនោះទេតែធ្វើដូចម្ដេចដែលខ្ញុំអាចទៅរំខានដូនតារបស់ខ្ញុំដោយរបៀបណាខាងសានថ្ងៃនេះខ្ញុំនឹងដោះស្រាយគិតនេះចាស់នឹងថ្មីនៅថ្ងៃនេះសម្រាប់ដូចជាអ្នកគ្មានសិនមកនិយាយជាមួយនឹងខ្ញុំបែបនេះទេយើងក៏បានឃើញថាប៉ែម្នាក់នឹងវាយប្រហារទៅកាន់ចិនជីរបស់យើងណាតែចិនជីរបស់យើងនឹងក៏បានរៀងតាន់នឹងក៏បានឃើញហើយថាចិនជីរបស់យើងនឹងដកតែមកក្បាច់ទេធ្វើឲ្យប៉ែម្នាក់នឹងក្អួតឈាមភ្លាមតែម្ដងពួករកម្នាក់នេះឈានមកដល់កម្រិតមួយនេះដោយរបៀបណាប៉ុន្តែការវិប្រហាមួយនេះវាមិនមែនជាអំណាចនៃនៅដំណាក់កាលនេះអាចធ្វើបាននោះទេវាអាចទេដាក់នៅក្នុងដៃរបស់គាត់ឬជីរបស់យើងនឹងក៏បានបន្តទៀតហើយយាយមុខរបស់អ្នកចាប់ផ្ដើមអស់កម្លាំងរួចទៅហើយប៉ែម្នាក់នឹងក៏បានកំហើមបន្តិចមិននឹកស្មានទេថាឯងអាចមកដល់ដំណាក់កាលនេះបានតែឯងគិតមែនទេថាអាចយកឈ្នះយើងបាននោះយើងក៏បានឃើញថាប៉ែម្នាក់នឹងក៏បានកំតិចហើយកន្លែងនោះមានផ្សែងច្រើនមែនទែនហើយយើងក៏បានឃើញថាប៉ែនឹងខ្លាចជាបិសាយភ្លាមតែម្ដងនិយាយឲ្យយើងនេះគឺជាអាវុធវេទមន្តដែលយើងបានលួចពីនិកាយរបស់ឯងខ្ញុំនឹងប្រព័ន្ធក៏បានចេញមកហើយអ៊ំចាបរិមម្នាក់នេះត្រូវបានស្រូបថាមពលនៅក្នុងពីមុនគ្រី
freestyle ឥឡូវនេះបុរសម្នាក់នេះឈានទៅដល់ដំណាក់កាលកម្រិតនៃឋានសួគ៌ដូច្នេះធ្វើឲ្យវាមានផលវិបាកទៅលើកូនចៅចំនួនក្រោយរបស់លោកម្ចាស់នឹងក៏បានឃើញថាពេលម្នាក់នឹងក៏បានលូតស្ទុះភ្លាមៗតែម្ដងជីថ្ងៃនេះឯងប្រកាសជាស្លាប់នៅទីនេះហើយទីរបស់យើងនឹងក៏មានការគិតក្នុងចិត្តដែរឲ្យខ្ញុំធ្វើវិញនៅពេលនេះមើលទៅគាត់ពិតជាខ្លាំងណាស់ប៉ុន្តែជប់សិនយ៉ាងហោចណាស់ដូនតាក៏នៅទីនេះដែរខ្ញុំនឹងពេលម្នាក់នឹងអត់មានចាំយូរទេក៏គេបានស្ទុះមកវាយឈិនជាយើងភ្លាមតែម្ដងអូហ៎ឯងកំពុងតែឈួតជាមួយនឹងការទប់ទល់ជាមួយនឹងកម្លាំងរបស់យើងនៅបច្ចុប្បន្ននេះមែនទេភ្លាមនឹងពេលបិសាចនឹងក៏មានការភ្ញាក់ផ្អើលមែនទែនដោយសារតែដាវនឹងបានស្រូបកម្លាំងរបស់ពួកគេអូឈិនរបស់យើងនឹងក៏បានបន្តទៀតហើយខ្ញុំបានឲ្យដាវឈិនជានេះគឺជាដាវសម្រាប់ព្រះនឹងបិសាចហើយលក្ខណៈពិសេសរបស់ដាវមួយនោះគឺស្រូបមន្តអាគមក៏ជំនាញទេវភាពផ្សេងនៅពេលដែលបានស្រូបនោះវាធ្វើធម៌ពលរបស់ពួកគេដែលបានប្រើនោះកាន់តែឡើងផងដែរយើងក៏បានឃើញថាពេលម្នាក់នឹងបិសាចចូលមិញនឹងក៏បានចេញភ្លាមតែម្ដងពេលម្នាក់នឹងក៏បានលន់មាត់ទៀតហើយតើមានរឿងអ្វីកើតឡើងនិយាយមិនតន់ចោលផងឈិនជីរបស់យើងនឹងក៏បានកវត្តមកដែរធ្វើប៉ែនឹងប៉ើងភ្លាមតែម្ដងឈិនជីរបស់យើងនឹងក៏បានលន់មាត់តិចថាដើរដែលនូនតាផ្ដល់លើខ្ញុំនេះពិតជាមានអត្តពលពិតមែនយើងក៏បានឃើញថាប៉ែម្នាក់នឹងក៏បានវាតិចថាតើវាធ្វើរួចដល់របៀបណាខ្ញុំពិតជាមិនអាចយកឈ្នះសម្រាប់មួយនេះបានដែរមែនទេបើមិនមកខ្ញុំនៅតែប្រយុទ្ធទៀតនោះខ្ញុំប្រកាសជាស្លាប់នៅទីនេះហើយហើយប៉ែម្នាក់នឹងក៏បានស្ទុយទៅចាប់កញ្ញារបស់យើងហើយកុំមកទីនេះប្រយ័ត្នខ្ញុំសម្លាប់នាងតែប្រសិនបើឯងមិនចង់ឲ្យនាងស្លាប់នោះទេចូលឯងប្រាប់ពាក្យសម្ងាត់នៃគ្រូសាលីនដើម្បីឲ្យយើងឈានទៅដល់អាណាចក្រព្រះដូចឯងផងប្រសិនបើឯងមិនប្រាប់យើងនោះទេយើងនឹងសម្លាប់នាងឥឡូវនេះហើយកញ្ញារបស់យើងនឹងក៏បានលន់មកតិចថាវិធីសម្ងាត់សម្រាប់ប្រើបានតែមនុស្សមានទេពកោសល្យកម្រិតខ្ពស់នៃការយល់ដឹងប៉ុណ្ណោះឥឡូវនេះឯងចាប់សម្លាប់ខ្ញុំមកអាចចោលក្បត់ខ្ញុំនឹងមិនជួយឯងដើម្បីរំលោភបំពានគ្រូសារបស់យើងម្ដងទៀតនោះទេហើយអាពេលម្នាក់នឹងក៏បានលន់មកទៅវិញថាអូណាស្រស់អញ្ជើញមិនចង់ផឹកស្រាពីនៃមែនទេដូច្នេះកុំមិនតោថាយើងគ្មានធម៌មេត្តាចំពោះនាងអេសដូនតាឃើញបែបនេះហើយក៏មានការកើតបានតិចដែរនាងពិតជាមានវិធីសាស្ត្រអាក្រម៉ាំងដែលធ្វើឲ្យកូនចៅរបស់ខ្ញុំបានឡើងអាណាចក្រខ្ពស់ជាងនេះមែនទេហើយប្រូចិនរបស់យើងនឹងក៏បានសួរនាងមានវិធីសម្ងាត់ជួយកូនចៅរបស់ខ្ញុំឲ្យឈានទៅដល់អាណាចក្រព្រះមែនទេតើអ្នកអាចបង្ហាញខ្ញុំឥឡូវនេះបានដែរឬទេហើយក៏បានធ្វើឲ្យពីរនាក់នឹងមានការគាំងដែរអាគេកំពុងតែចម្រិតអីហ្នឹងធ្វើដូចអត់ដឹងអីទៀតរួចហើយអាពេលម្នាក់ហ្នឹងក៏បានកើតក្នុងចិត្តទៀតហើយឯងកំពុងតែបង្អាក់សកម្មភាពដែលខ្ញុំបានចង់សម្លាប់នាងមែនទេតាមរបស់យើងនឹងក៏បានបន្តថាបារម្ភកុំបារម្ភវាមិនអីទេប្រសិនមកអ្នកមិនជួយខ្ញុំនោះទេខ្ញុំនឹងឲ្យបុរសនោះសម្លាប់អ្នកហើយនិយាយលើកបែបនេះហើយក៏មានការកើតក្នុងចិត្តដែរមិនក៏ដូនតារបស់ខ្ញុំនិយាយបែបនេះមើលទៅដូចជាមេបិសាចបែបនេះតាមរបស់យើងនឹងក៏បានកើតក្នុងចិត្តទៀតហើយម្នាក់នោះសក់សមើលទៅប្រហែលជាឈួតបន្តិចយើងក៏បានឃើញថាដូនតារបស់យើងនឹងឲ្យកញ្ញាម្នាក់នឹងបានបញ្ជូនថាអំពលទៅកាន់ហាងសានរបស់យើងតាមរបស់យើងនឹងក៏បានបន្តសើចហើយនៅទីបំផុតអំណាចរបស់ខ្ញុំបានត្រឡប់មកវិញហើយថែមទាំងខ្លាំងជាងមុនទៀតផងពេលលើនេះខ្ញុំបានខ្លាចទៅជាព្រះហើយចិនជីពេលវេលារបស់អ្នកត្រូវបានអស់ហើយរងចាំតែស្លាប់ទៅតាមរបស់យើងឃើញបែបនេះហើយក៏មានការអត់សង្ឃឹមបន្តិចហើយវាប្រែថាពិធីសាមួយនេះអាចឈានទៅដល់ដំណាក់កាលប៉ុណ្ណេះទេតាមរបស់យើងនឹងក៏បានបន្តទៀតហើយគួរតែមានមោទនភាពដែលអ្នកបានស្លាប់នៅក្នុងកំដាប់ដៃរបស់ព្រះវានឹងធ្វើឲ្យអ្នកខ្លាចជាអ្នកមានកិត្តិយសដ៏អស្ចារ្យមួយសម្រាប់អ្នកផងដែរក៏បានឃើញហើយថាពេលម្នាក់នឹងក៏បានបញ្ចេញកម្លាំងឲ្យធ្វើឲ្យជនជីរបស់យើងនឹងមានការភ្ញាក់ផ្អើលភ្លាមតែម្ដងក៏បានឃើញថាពេលម្នាក់នឹងគឺថាខ្លាំងមែនទែនអ្នកកំពុងតែគិតលើសមត្ថភាពខ្លួនអ្នកខ្លាំងពេកហើយអ្នកមិនដឹងទេថានៅចំពោះមុខអ្នកគឺជាអ្វីឥឡូវនេះខ្ញុំបានខ្លាចទៅជាព្រះហើយដូច្នេះហើយរឿងរបស់យើងនឹងក៏ការបណ្ដោះកន្លែងកញ្ញាខ្លួនខ្ពស់ឥឡូវនេះហាងសានគាត់ខ្លាំងពេកហើយឥឡូវនេះមិនគួរឲ្យខ្ញុំបញ្ជូនធម្មពលទៅកាន់គាត់ទេយ៉ាងណាមិញទៅយើងគួរធ្វើអ្វីឥឡូវនេះយើងក៏បានឃើញថាជនជីរបស់យើងនឹងអត់អាចយកឈ្នះពេលម្នាក់នឹងបានទេតើអ្នកឃើញទេខ្ញុំបានខ្លាចទៅជាព្រះហើយហើយពេលម្នាក់នឹងក៏បានបើកការវាយប្រហារទៅកាន់បុព្វបុរសរបស់យើងទៀតហើយដូច្នេះខ្ញុំនឹងបញ្ជូនឯងទៅកាន់ឋានសួគ៌ជាមុនសិនហើយខ្ញុំគិតថាខ្ញុំបានរកវិធីសាស្ត្រដើម្បីបង្កើតកូនចៅខ្ញុំឲ្យបានឆាប់រហ័សហើយប៉ុន្តែឥឡូវនេះវាបានត្រឹមតែប៉ុណ្ណេះហើយខ្ញុំត្រូវដល់ពេលទៅទាកខ្ញុំវិញហើយរបស់យើងនឹងឃើញបែបនេះហើយក៏មានការលន់មកដែរតើនេះគឺជាកម្លាំងរបស់មនុស្សមែនទេគ្រាន់តែការវាយប្រហារភ្លាមធ្វើឲ្យអ្នកនៅកម្រិតព្រះស្លាប់ភ្លាមតែម្ដងអ្នកដឹកនាំរឿងយើងនឹងក៏បានបន្តទៀតហើយមកឈិនជីបានពឹងបែកទៅលើកម្លាំងដាច់ខាតរបស់គាត់បានបំផ្លាញនិកាយទាំងអស់ដែលបានរីករាំងជាមួយនឹងគាត់ហើយបន្ទាប់មកគាត់បានសាងសង់និកាយគាត់ឡើងវិញទើបនឹងប្រព័ន្ធរបស់យើងនឹងក៏បានចេញមកហើយពេលសកម្មរបស់ចវាយត្រូវបានសម្រេចឥឡូវនេះលោមចាស់ត្រូវបានឡើងកម្រិតអ្នកដឹកនាំរឿងនឹងក៏បានបន្តទៀតហើយដៅអត្តរាជិនចិត្តបានសម្រេចហើយនៅសល់តែមួយជំហានទៀតទេបានខិតចូលទៅដល់គោលដៅនៃពិភពបិសាចទៅហើយ
រឿងមកយើងហ្នឹងក៏ការមកដល់កន្លែងបោកពាក្យបរោះអូយកិច្ចការទាំងនេះវាពិតជាងាយស្រួលធ្វើណាប៉ុន្តែកិច្ចការសំខាន់ដែលបានបង្រៀនកូនចៅឲ្យខ្ញុំបានឡើងកម្រិតព្រះនោះគឺថាវាពិបាកសម្រេចណាស់ទៅខ្ញុំគួរតែបង្កើតកូនចៅរបស់ខ្ញុំឲ្យដល់កម្រិតព្រះហើយបន្ទាប់មកខ្ញុំនឹងនាំពួកគេទៅកញ្ចាប់បិសាចតាមមែនទេប៉ុន្តែយុវជនចិនជីនេះពិបាកបណ្ដុះបណ្ដាលណាអូខេតែរឿងមកយើងហ្នឹងខ្ញុំសូមបញ្ចប់រំលងសិនអញ្ចឹងបើសិនបើគ្នាយើងចង់មើលតកុំភ្លេចខមមិននៅក្រោមវីដេអូខ្ញុំបានដឹងផងអញ្ចឹងពីខ្ញុំបានរៀនសម្រាប់រឿងចាំជួបគ្នាវីដេអូក្រោយ